Minecraft ហើយចង់លេងនៅក្នុង server គេក៏ប៉ុន្តែចេះប្រើ comment តើធ្វើអញ្ចឹងឯនេះផងដែរខ្ញុំមកធ្វើការបរៀនអ្នកទាំងអស់គ្នាប្រើ comment សំខាន់មួយចំនួនដូចជារបៀប climb land ឬមួយក៏អីផ្សេងៗចឹងហើយ comment ទី1នៅពេលដែលយើងចង់ climb ដីអីចឹងគឺយើងគ្រាន់តែធ្វើការខ្លះ climb ទៅគឺបានហើយចឹងអ្នកផ្សេងគឺគេអាចធ្វើអីបាននៅក្នុងដីរបស់យើងក្រៅពីយើងបានទេហើយហ្នឹងហើយចង់បើយើងចង់ដូរកន្លែងធ្វើផ្ទះឬមួយក៏ climb ច្រឡំតែយើងត្រូវធ្វើម៉េចយើងគ្រាន់តែធ្វើការ /n climb ទៅនៅពេលហ្នឹងដីដែលយើងបាន climb មុនហ្នឹងវានឹងធ្វើបានហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាបានតែខ្លះខ្សែពណ៌ក្រហមហើយខ្លះខ្សែពណ៌លឿងខ្សែពណ៌ក្រហមហ្នឹងគឺជាផ្ទះគេហើយហ្នឹងហើយនៅពេលណាដែលយើងចង់មើលខ្សែហ្នឹងយើងគ្រាន់តែធ្វើការ view ទៅគឺអ្នកទាំងអស់គ្នាឃើញខ្សែហ្នឹងហើយមួយទៀត comment ដែលសំខាន់ជាងនឹងផងដែរគឺជាការ TPA ទៅរកគ្នាចឹងហ្នឹងហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ /TPA ទៅនឹងទៅសេឈ្មោះពេញនោះអ្នកទាំងអស់គ្នានឹងអាច TPA ទៅបានហើយក៏ប៉ុន្តែគឺតម្រូវឲ្យគ្នាយើងមួយខាងទៀតដាក់ /TPA អីចឹងទៅដូចខ្ញុំ Pro នេះមកអីចឹងណាអូផ្លេចមួយទៀតនៅពេលណាដែលយើងចង់ត្រាស់គ្នាយើងចូលទៅក្នុង LAN ដើម្បីឲ្យគេធ្វើអីបាននៅក្នុង LAN យើងគ្រាន់តែសរសេរ /LAN ត្រាស់ហើយតែសេ name របស់គេទៅគឺបានហើយប៉ុន្តែយើងក៏ត្រូវឲ្យគ្នារបស់យើងម្នាក់ទៀតទៅសេ /LAN ត្រាស់នឹងឈ្មោះរបស់យើងផងដែរអញ្ចឹងនឹងឲ្យមេរៀនថ្ងៃនេះអ្នកនរគ្នាយល់អំពីអ្វីខ្លះហើយ comment អីទៀតដែលអ្នកនរគ្នាចង់ចេះ